ពុទ្ធភាសិតទុក្ខវៈពួកធម៌និយាយអំពីទុក្ខការកាន់យកនៅបំណុលជាទុក្ខក្នុងលោកសេចក្តីទាល់ក្រជាទុក្ខក្នុងលោកបុគ្គលមិនមានទីពឹងរមែងនៅជាទុក្ខទុក្ខទាំងឡាយស្មើដោយខណ្ឌមិនមានបុគ្គលអ្នកចាញ់តែងដេកជាទុក្ខសង្ខារទាំងឡាយជាទុក្ខដ៏ក្រៃលែងផ្ទះទាំងឡាយមានការនៅគ្រប់គ្រងដោយលំបាកជាការក្រពុទ្ធភាសិតទុក្ខវៈពួកធម៌និយាយអំពីទុក្ខការកាន់យកនៅបំណុលជាទុក្ខក្នុងលោកសេចក្តីទាល់ក្រជាទុក្ខក្នុងលោកបុគ្គលមិនមានទីពឹងរមែងនៅជាទុក្ខទុក្ខទាំងឡាយស្មើដោយខណ្ឌមិនមានបុគ្គលអ្នកចាញ់តែងដេកជាទុក្ខសង្ខារទាំងឡាយជាទុក្ខដ៏ក្រៃលែងផ្ទះទាំងឡាយមានការនៅគ្រប់គ្រងដោយលំបាកជាការក្រ